ទះដៃអបអរសាទរបញ្ជាការឯកភាពខណ្ឌមានជ័យបាក់យុទ្ធនាការរឹតបន្តឹងសណ្ដាប់ធ្នាប់តាមឃ្លាំងទំនិញផ្លូវ 9MC ដើម្បីបង្កើនសុវត្ថិភាពនិងលុបបំបាត់ការចោទអនាធិបតេយ្យភ្នំពេញក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពនិងរបៀបរៀបរយសាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅថ្ងៃប្រហ័ស4កើតខែបឋមស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី18ខែមិថុនាឆ្នាំ2026នេះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោកសេងគុណអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានចុះបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសង្គមដោយរឹតបន្តឹងមិនឲ្យមានការចោទរថយន្តធំៗនៅលើចិញ្ចើមផ្លូវស្ថិតនៅតាមបណ្ដោយផ្លូវ 9MC តំបន់ទាលានចាក់សំរាមចាស់ក្នុងភូមិដំណាក់ធំនិងភូមិដំណាក់ធំ1សង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យប្រតិបត្តិការដ៏មានប្រសិទ្ធភាពនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនេះមានសមាជិកភាពចូលរួមយ៉ាងរឹងមាំពីគណៈនាយកខណ្ឌលោកអធិការរងនគរបាលខណ្ឌកងរាជអាវុធហត្ថខណ្ឌកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌលោកចៅសង្កាត់ស្ទឹងមានជ័យទី2ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី2ព្រមទាំងមានការចូលរួមសហការពីម្ចាស់ឃ្លាំងស្តុងនិងចែកចាយទំនិញចំនួន10ទីតាំងរួមមាន1លោកហុងសេដ្ឋាម្ចាស់ឃ្លាំងស្តុកសម្ភារៈអគ្គិសនី2លោកស៊ិនរ៉ានីម្ចាស់ឃ្លាំង P03 3លោកអែមរដ្ឋាម្ចាស់ឃ្លាំងការ៉ូ4លោកផាន់វ៉ាន់ឆៃម្ចាស់ឃ្លាំងភេសជ្ជៈ5លោកស្រីម៉ារិនខណ្ឌណារ៉ាម្ចាស់ឃ្លាំងនំគ្រប់មុង6លោករៀមសារិនម្ចាស់ឃ្លាំងដាក់ឡាន7លោកតែផល្លាម្ចាស់ឃ្លាំងការ៉ូ8លោកផលសិនម្ចាស់ឃ្លាំង06 9លោកម៉ាន់ស្រុនម្ចាស់ឃ្លាំងខោអាវជជុះ10លោកឈៀងវ៉ាម្ចាស់ឃ្លាំងការ៉ូនៅក្នុងឱកាសជួបជុំនោះលោកសេងគុណអភិបាលខណ្ឌមានជ័យបានបង្ហាញនៅជំហរម៉ឺងម៉ាន់និងដាក់ចេញនៅការណែនាំដ៏មានទម្ងន់ចំនួន5ចំណុចជូនដល់ម្ចាស់ទីតាំងឃ្លាំងទាំងអស់ត្រូវចូលរួមអនុវត្តឲ្យខណ្ឌតែបានរួមមានទី1ម្ចាស់ទីតាំងត្រូវណែនាំដល់អ្នកបើកបររថយន្តទាំងអស់ដាច់ខាតមិនត្រូវឈប់ឬចតយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវសាធារណៈឡើយទី2មិនអនុញ្ញាតឲ្យមានការផ្ទេរទំនិញឬអីវ៉ាន់សម្ភារៈពីរថយន្តមួយទៅរថយន្តមួយនៅលើដងផ្លូវជាដាច់ខាតទី3មិនអនុញ្ញាតឲ្យរថយន្តធុនធំចេញចូលខុសពេលវេលាដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញនោះឡើយទី4ត្រូវរួមគ្នាថែរក្សាបរិស្ថានអនាម័យនិងសណ្ដាប់ធ្នាប់នៅខាងមុខឃ្លាំងរបស់ខ្លួនឲ្យបានស្អាតនិងមានរបៀបរៀបរយជាប្រចាំទី5ចាត់តាំងកម្លាំងប្រជាការពារសង្កាត់និងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដាក់បារះគោលដៅយាមប្រចាំការជាប់ជាប្រចាំនៅចំណុចច្រកចូលផ្លូវទីលានចាក់សំរាមចាស់ដើម្បីហាមឃាត់មិនឲ្យរថយន្តធុនធំចរាចរខុសច្បាប់សកម្មភាពចុះរៀបចំសណ្ដាប់ធ្នាប់និងការណែនាំដោយផ្ទាល់ពីសំណាក់លោកអភិបាលខណ្ឌនិងកម្លាំងសមត្ថកិច្ចចម្រុះនាពេលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ភាពហ្មត់ចត់និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរខណ្ឌមានជ័យក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ការពាររំលោភដងផ្លូវសាធារណៈនិងលើកកម្ពស់សោភ័ណភាពទីក្រុងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលជាការឆ្លើយតបក្រោយពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខណ្ឌរួចមកលោកស្រីដែលជាម្ចាស់ឃ្លាំងនិងតំណាងទាំង10ទីតាំងបានសម្ដែងនូវការគាំទ្រពេញទំហឹងនិងបានឯកភាពផ្តិតមេដាយលើកំណត់ហេតុដើម្បីទុកជាភស្តុតាងក្នុងការសន្យាអនុវត្តតាមការណែនាំខាងលើនេះម្ចាស់ឃ្លាំងទាំងអស់ក៏បានបដិញ្ញាចិត្តថាក្នុងករណីដែលមិនគោរពតាមការណែនាំនេះពួកគាត់សុខចិត្តទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមានរាយការណ៍ដោយលោកវង្សសុករដ្ឋាហៅប្រមាញ់01